ចឹងថ្ងៃនេះខ្ញុំបង្ហើយ comment ពីរដែលយើងនឹងអាចជួបប្រទេសគឺ lock file និង sweep ចឹងដើម្បីធ្វើអស់នឹងបានគឺត្រាតែយើងចេះធ្វើប្លង់អានេះគឺ lock ចឹងវាកើតឡើងពីការផ្គុំប្លង់ចូលគ្នាទៅវាចេញជា 3D បែបនេះអញ្ចឹងដល់ sweep នេះវាមានជា cross section ឬក៏ 2D plan ហ្នឹងហើយវាតែមានខ្សែកោងវាតែមាន pace វាដើរទៅតាមអញ្ចឹងយើងនឹងព្យាយាមសាកលបងជាមួយនឹងប្រភេទលំហាត់បែបនេះតែយើងអាចដោះស្រាយវាចេញអត់តែពីមុនក៏ខ្ញុំតែគូដែរអញ្ចឹងឥឡូវយើងមកមើលប្រភេទលក្ខណៈដូចជាloft មុនអញ្ចឹងមើលថាបើខ្ញុំគូសកំពុងមូលមួយណាអូខេតែ50អីចឹងទៅហើយគ្រាន់តែ practice ទេហើយតមកទៀតខ្ញុំបង្កើតប្លង់បន្ថែមអញ្ចឹងខ្ញុំបើក plan វាមកនេះអញ្ចឹងខ្ញុំទាញប្លង់ទៅលើបន្តិចចឹងទៅអូខេហើយcopy មកចុច copy ចឹងក៏បានឬក៏ control C control V ក៏បានឡើយខ្ញុំមាន3ប្លង់ចឹងទៅឬក៏នេះប្លង់នេះ copy វាទៀតទៅមាន4នេះចឹងអូខេអញ្ចឹងបើថាខ្ញុំដោះ unlock សិនហើយខ្ញុំយកពងមូលគូតទៀតទៅឬក៏យើងយកប្រភេទជាអីផ្សេងទៅក៏បានដែរឥឡូវខ្ញុំគូអាទី2ហ្នឹងគឺជាពងមូលដែរធំចឹងទៅអូខេហើយតមកទៀតប្លង់ទី3ខ្ញុំយកចាក់កោនកែមកប៉ុន្តែឥឡូវយើងឈរនៅប្លង់ទី2ឡើយចឹងតែប្លង់មួយនេះយើង unlock វាសិនណាហើយយើងមកចាក់សោវាមក control សោះហាចឹងទៅដើម្បីស្រួលគូអូខេឧទាហរណ៍បែបហ្នឹងចុះឥឡូវខ្ញុំ fillet វាបន្តិចទៅកុំឲ្យស្រួយពេកចឹងទៅហ្នឹងហើយឧទាហរណ៍ថាយើងមាន3ហើយចុះអញ្ចឹងយើងចង់អាចយើងសាក់ប្រើអា command នេះគេ loft ហ្នឹងមកចេញជាអីអញ្ចឹងខ្ញុំ select sketch ទី1 sketch ទី2 sketch ទី3ចឹងទៅអូខេអត់បី sketch យើងចុច preview វាមកអញ្ចឹងវានឹងចេញរៀងតាមហ្នឹងអញ្ចឹងឧបមាយើងអាចសង្កេតមើលដូចជាដូចម៉ាស៊ីនផ្លុំសយឬក៏ប្រភេទកន្លែងតាមផ្ទះបាយកន្លែង ceiling ចេញខ្យល់វាហ្នឹងអញ្ចឹងយើងអាចសេរីតាមនឹងបានប៉ុន្តែមែនតើទៅគឺយើងនឹងអាចប្រើប្រភេទមួយទៀតប្រភេទ metal ដើម្បី design កន្លែងនេះបើយើងចង់ឲ្យវាមានវាថាវាត្រង់ slow បន្តិចវាមាន normal section តែថាវាកែងជាមួយនឹងអាផ្ទៃនេះអាវងមូលហ្នឹងបន្តិចហើយបានវាកោងទៅឥឡូវឧទាហរណ៍ចាក់ស្រាចាក់កោងកែងស្រួលមើលខ្ញុំយក normal curve នេះមកគេវាត្រង់បន្តិចសិននេះវាត្រង់បន្តិចសិនបានវាកោងទៅហើយបើយើងបន្ថែមចំនួននេះកាន់តែធំទៅវាកាន់តែត្រង់អញ្ចឹងណាបើយើងបន្ថយវាទៅមួយវាអត់សូវនេះទៅដល់វាកែងបន្តិចមក normal បន្តិចទៅមួយ unit ហើយបានវាកោងទៅអញ្ចឹងហ្នឹងហើយប្រភេទអញ្ចឹងអានេះគឺយើងអាចសង្កេតឃើញការប្រើប្រាស់មួយដូចជាយើង design អីគេairfoil design nàyឬក៏ប្រភេទនេះប្រភេទ slab ចំហហើយហ្នឹងហើយអញ្ចឹងគឺយើង design ទៅតាមប្រភេទអីគេតែតាម command sweep ហ្នឹងអញ្ចឹងចាប្រើ command sweep នឹងជួយឬក៏ប្រភេទ software ខ្លះទៅគេមាន feature ដែលយើងបញ្ចូលតម្លៃតាម Excel បញ្ចូលតាម Excel ទៅគឺ convert អាតម្លៃតាម Excel ហ្នឹងទៅចេញជា parameter ដើម្បី input ចូលទៅក្នុងអីគេ loft ហ្នឹងអូខេហ្នឹងចឹងអានេះប្រភេទដើម្បី design airfoil ស្លាប់យ៉ាងហើយហ្នឹងគឺយើងប្រើ command ហ្នឹងឯងមកជួយឬក៏មានប្រភេទផ្សេងទៀតuse loft គឺ design ប្រភេទមានដូចជានិយាយទៅដូចជាសម្រាប់ផ្លុំសក់ហើយប្រភេទកន្លែងយើងកន្លែងគេនិយាយទៅគឺធ្វើយើងអាប់យើងមានយើងអាប់ artist ចូលឲ្យតិចតួចអញ្ចឹងអានេះមែននេះប្រភេទបែបនេះ
แบบนี้យើងអាចប្រើ loft អីបានអញ្ចឹងហ្នឹងហើយយើងសាកសម័យថាចុះបើសិនជាលំហាត់យើងអាចប្រើ loft នឹងមកជួយបានជាមួយយើងសាក់របបរបស់គ្នាអញ្ចឹងអានេះវាមិនមែនបានតែប្លង់ត្រង់ទេវាបានប្លង់ស្របចឹងទេឥឡូវខ្ញុំសាកឥឡូវខ្ញុំចុច finish អូខេហើយខ្ញុំបង្កើតប្លង់មួយថែមតទៀតទៅคลิกលើកន្លែងវាថា coincident plan คลิกលើ plan នេះក៏បានឬក៏មុខកាត់ផ្ទៃនេះក៏បានហើយវាសាក់ប្លង់ដូចគ្នាទេអត់ឥឡូវខ្ញុំទាញវាទៅលើទៅទាញទៅលើហើយខ្ញុំបង្វិលវាមកហើយសុំចឹងទៅខ្ញុំរុញវាទៅខាងនោះទៀតណាអូខេប្លង់នេះមួយនេះចាស់ឥឡូវយើងយកចាក់កោនកាយកណ្ដាលចោះ select លើប្លង់មួយនេះមកទៅសោះហាយើងមានប៉ុណ្្នេះចោះអូខេនេះវារបស់នឹងផ្សេងគ្នាអញ្ចឹងយើងប្រើ loft មក loft command អត់ចេញមូលហេតុយើងសាក់ fillet វាតិចទៅយើងប្រើ loft command មកទៀតចេញមកចេះអញ្ចឹងយើងអាចសេរីកន្លែងនេះវាឡើងទៅលើទីទៅ normal to section បែបនេះស្អីអញ្ចឹងវានឹងទាញទៅគុំចូលគ្នាភ្ជាប់ចូលគ្នាជា 3D ទៅតាមស្អីគេ concept algorithm នៅក្នុង software គេបានកំណត់អូខេហ្នឹងហើយអញ្ចឹងយើងអាចធ្វើអញ្ចឹងបានហើយឧទាហរណ៍មួយទៀតខ្ញុំថាឥឡូវខ្ញុំចង់ចប់ហោងអញ្ចឹងខ្ញុំរំលឹក command មួយដែលយើងធ្លាប់ប្រើគឺ symbol command ណាយើងចង់ចប់ហោងក្នុងនោះយើងធ្វើម៉េចទៅយើង select លើផ្ទៃមួយនេះមកចោះវាចំនេះមិនចប់បានទេ fail to offset delete face ខ្ញុំពុះវាមើលសិន PMI section by plan វាតាន់តាមិនពួតកើតsymbol ម្ដងទៀតមួយវាមកនេះមិញហើយ3វាក្រាស់ពេកហ្នឹងហើយវា3កម្រាស់3ហ្នឹងក្រាស់ពេកអញ្ចឹងអានេះ symbol នេះយើងចង់ចាស់ចោះវាតោះណាត់ឥឡូវខ្ញុំចង់ចោះពីណាខ្ញុំចង់ចោះផ្ទៃនេះម្ដងខ្ញុំចង់ចោះពីផ្ទៃនេះក៏បានដែរអូខេអញ្ចឹងវាចោះពីនេះមកហើយចោះពីនឹងមកដល់ចំណុចចុងក្រោយនេះគឺវាទុកធ្វើជាបាតបើយើងចង់ចោះវាប្រហោងសងខាងយើងចុចមកផ្ទៃទៀតមកអញ្ចឹងវាប្រហោងសងខាងតែជ្រើជាធម្មតាពេលយើងប្រើ symbol វាចោះតែមកផ្ទៃខាងនេះហើយមកចុងមកជើងទៀតវាទុកធ្វើជាបាតសិនអូខេហើយបើសិនយើងចង់បានរៀងកម្រាស់នៅរៀងក្រាស់នេះយើងបញ្ចូលប៉ារ៉ាម៉ែត្រនេះមកពេលលេខ1ឥឡូវយើងដាក់ឲ្យវា2អញ្ចឹងណា2មកដោយសារតែអារូបនេះវាក្រាស់ពេកឲ្យវាទូចពេកអញ្ចឹងអាកម្រាស់ហ្នឹងមិនមានន័យថាម៉េចឥឡូវខ្ញុំបង្ហាញលេខនេះបន្តិចឧទាហរណ៍ថាខ្ញុំមានប៉ូឡេពី8កែមួយអញ្ចឹងចុះអញ្ចឹងបើថាខ្ញុំចង់ចោះវាខ្ញុំចង់ចោះពីលើចាំមកវាដាច់អញ្ចឹងទាំងអស់ឃើញអត់ចាំយើងវាយលេខ5អញ្ចឹងមានន័យថាវារក្សាកម្រាស់នេះសងខាងកែមនេះ5ទាំងបាតវា5ដែរបងណាត់ហើយបើសិនយើងចង់ចោះលើចោះក្រោមយើងស្លេចលើផ្ទៃនឹងមកហើយអាមជឿនទៀតដែរហើយយើងចង់កាត់ឲ្យចោលទៀតក៏បានដែរអញ្ចឹងអាកម្រាស់នៅសល់នោះ5ទាំងអស់អូខេប៉ុន្តែប្រយ័ត្នរឿងមួយមកថាខ្ញុំ select symbol បែបនេះខ្ញុំចុច enter ហើយអូខេហើយខ្ញុំចោះខ្ញុំគាត់ថាខ្ញុំភ្លេចចោះនៅជើងទៀតខ្ញុំប្រើ symbol ម្ដងទៀតបានអត់បានទេហេតុអី symbol ក្នុងសពមានន័យថាវាស៊ីសាច់វាខួងអាសាច់តាន់ហ្នឹងឲ្យរក្សាឲ្យវាចេញប្រហោងបែបនេះឲ្យនៅសល់កម្រាស់ដែលយើងបានកំណត់អញ្ចឹងបាទនេះយើងខួងវាអស់ហើយសួរថាយើងខួងវាម្ដងទៀតកើតអត់កើតទេដោយសារវាអស់សាច់ដើម្បីខួងស៊ីខាងក្នុងហ្នឹងហើយតោះនេះអញ្ចឹងមកពេលណាដែលយើងប្រើ symbol លើរូបនឹងមួយហើយយើងអាចទៅប្រើ apply symbol ម្ដងទៀតបានទេហ
symbol nó đi vì si xeខាងក្នុងchứ vì khuôn si xeខាងក្នុងដើម្បីរក្សាតែកម្រិតខាងក្រៅឯងចឹងបើយើងខួងវាមិនសាហើយយើងទៅខួងម្ដងទៀតបានហើយចឹងហើយមួយទៀត symbol ហ្នឹងដែរបើសិនជាយើង select មក select command symbol តែយកចុចអីទាំងអស់ចុច enter មើលទៅអត់មានអីប្រែប្រួលទេដល់ប៉ុន្តែ symbol command ហ្នឹងគឺយើងបាន apply ហើយ symbol តែរូបរបស់យើងអត់មានប្រែប្រួលទេនៅពេលណាដែលយើងអត់ select ផ្សេងណាមួយយើងចុច enter យកហ្មងគឺ VC ខាងក្នុងទាំងអស់ហើយវាទុកខាងក្រៅនេះបិទចិត្តហ្នឹងហើយវាចាស់ហ្នឹងចាហ្នឹងបើសិនយើងចង់ធ្វើប្រអប់ខាងក្នុងចំហអញ្ចឹងយើងប្រើ command symbol មកហើយបើចុច enter យកមកហ្នឹងអូខេត្រឡប់ទៅអានេះវិញអញ្ចឹងអានេះគឺ loft command អញ្ចឹងយើងទៅមើល sweep command sweep command ឧទាហរណ៍ជាក់ស្ដែងឥឡូវយើងធ្វើតាមគេហ្មងស្រួលណា sweep command យើងធ្វើការមានរូបហើយនឹងខ្សែកោណដើម្បីរត់ទៅតាមผมថាឥឡូវខ្ញុំមានរង្វង់មូលមួយឥឡូវអត់ចង់រង្វង់មូលកុំឲ្យថានេះវិញយក polygon by center នេះមកទៀតខ្ញុំយកបន្ទាត់មួយបន្ទាត់នេះខ្ញុំអត់យកក្នុងប្លង់ហ្នឹងទេខ្ញុំអាចខ្ញុំបើកប្លង់សិនបាទនេះវានៅក្នុងប្លង់នេះហើយក្នុងប្លង់នេះចឹងយើង select ប្លង់មួយចុះគូខ្សែកោងណាមាន curve អូខេព្រោះថាអញ្ចឹងណាអានេះធំពេកខ្ញុំ smart dimension ទូតិចបើធំពេកវានឹងវាប៉ះគ្នាអាទីចុំ smart dimension នេះវ៉ាចេញ10ទៅបានហើយចឹងខ្ញុំប្រើ command ឈ្មោះថា sweep នឹងមកអូខេចឹង sweep command ហ្នឹងវាមាន option ឲ្យយើងរើសoption ទី1គឺ single page and cross section មានថាមួយរូបហើយនឹងមួយខ្សែកោតោះណា single page ហ្នឹងគឺសំដៅលើខ្សែកោយើងគូសហើយ cross section សំដៅលើរូបយើងគូស sketch បិទចិត្តចានេះយើងមានតែមួយរូបហើយមួយខ្សែកោជាងយើងយក single ហ្នឹងមកហើយចុច OK ទៅអូខេតោះទៀតយើងតម្រូវនេះយើងដំបងឲ្យយើង select ទីគេ page ផ្លូវអញ្ចឹងយើង select ខ្សែកោនឹងទៅមកចុច crease តមកទៀតវាចូលដល់ cross section step អញ្ចឹងយើងចុចតាមតាគេទៅគឺយើង select អាផ្ទៃខ្សែកោsketch ដែលយើងគូសនេះហ្នឹងហើយប៉ុណ្ណឹងមកវាចេញមានថាវាកើតបានចេញជា 3D ទៅតាមអាខ្សែកោហ្នឹងហើយហើយចុច finish អញ្ចឹងទៅអូខេហ្នឹងហើយអញ្ចឹងឧទាហរណ៍ជាក់ស្ដែងយើងអាចធ្វើជាដូចជារស័រអូខេឥឡូវខ្ញុំសាក់គូរស័រយើងអាចមកចូលទៅក្នុង surfacing មែនទេនៅណាទៀមអាយ sketching surfacing ហ្នឹងហើយ surfacing នៅក្នុង surfacing គឺមាន command មួយឈ្មោះថា helical curve ហ្នឹងហើយអញ្ចឹងខ្ញុំយកអាហ្នឹងមកតែដើម្បីគូអាហ្នឹងបានដំបូងយើងត្រូវការគូបន្ទាត់មួយចោលសិនមករសោះហ៎អូខេតមកទៀតខ្ញុំចូលក្នុង surfacing ខ្ញុំបើ helical curve អូខេនេះអញ្ចឹងមានបន្ទាត់មួយអញ្ចឹងយើង select command ហ្នឹងមកហើយយើង select លើបន្ទាត់ហ្នឹងមកវាចេញជាខ្សែកោង curve helical ហើយយើងចង់កំណត់ option របស់វាយើងអាចកំណត់វាបាននៅណាមើលសាក់ចុចសិននេះចុចទៅវា load មកអញ្ចឹងយើងចង់ប្រភេទជាគេចង់បាន constant pitch ចង់បានជា spiral ចង់ជាអីអានេះយើង select តាមហ្នឹងមកហើយយើងចង់ប្រើmethod ដើម្បីគូអាហ្នឹងអាស្រ័យទៅលើប្រវែងហើយនឹងចំនួនជុំឬក៏អាស្រ័យលើប្រវែងហើយចំនួនធ្មេញវាអញ្ចឹង pitch ច្រឡំធ្មេញទំហំអានេះអាណា pitch
nè pi nè tới nè pick ok này chứ nhưng do thông đá tới hàng ý nhưng cho ai helicopter vào giống vol tam đại stam rồi có vol phải tam đại swing ok cái đạo đại stam được cái đạo đại swing nhé anh ấy vol nó đại stam đó anh ấy đại swing vừa vol cho mình đó này ok nhưng chỉ close với máu nhưng mặt thời cài đó nhưng còn chơi bảo và hai phần năng thấy nhỏ miền thời cài từ Asian đấy chẳng như Cuba mà nếu gọi là chia xe mũi hệ vị to là trên chỉ 3D chỉ solid element năng tiền chẳng dương trong là bị trên chỉ 3D dương ai chỗ nó đấy dương cung vùng buôn máu mà thấy cung vùng buôn là lên sai cáo cung mày cung vùng buôn lên sai cáo nhưng cung mày cô trình chẳng là cứ lại đấy cứ dân thời ca pra vậy là những bạn hai của dân cư normal to curve chẳng như là ai dùng vùng buôn máu cun lơ là dùng một bài này ok xa tàn ấy bia sai cáo đấy bên nơi không học long đi đây chẳng như ai sẽ long đi bàn bàn tay maintain tới cư dân thời cá normal to curve muối ok bật long này xem nó sẽ lên mới đẹp chẳng nhưng long với cây mà sai cầu này chứ nhưng do bây giờ là chậm tay cho máu nhưng mình long muối hai ba nhưng do vùng buôn nó sẽ lại lực long người nâng cục ok cô hình tôi chỉ cũng thông bay cái việc bạc này tới việc e rồi chứ như là hình tôi chỉ nhé ok chẳng mà bạn thấy dương sạp rồi cái sweep nhé ok chẳng dương do sinh gọi là đá dương từ bỏ như sẽ lại hay nắng chỉ click hay sẽ lấy scan năng máu vào lầu trên chỉ bạn này mà ok này ở chỗ bà sân chỉ dương thường chạy mùi tiền mà normal to curve đấy anh ấy như miếng flow đi mùi ok nè hay cái lấy nó flow nó cua chia cái chặt cong cây ok còn lý do nè cùng thông pin rồi có anh ấy thông tích bài này ok nè này chẳng via room kia tới trên vậy anh ấy gọi vào hai bị cần sống đấy tầm mà tiếp dương vào lọc máu speed máu sorry lớn đến vì miền pi đó giống như một multiple tại tầm bóng chiếc sai cao nữa đá chiếc click tầm mà tiếp vì ở dương chính này đời xa tại còn lại đấy câu bia su đây là ta miếng sai cao và thêm to tiết đậm mình là muối chính này máu chỗ đời cái cú sẽ lại lên cross section vào đồng cho nhưng cross section đi muối hay do cross section đi muối gì chẳng từ bộ máu chiếc phim mất chỉ mới vừa đi vậy chẳng viên nâng không software nó viên nâng sắc sao giữa ngày viên nâng convert transform để trên chia rung nâng tam năng này ok từ bộ vì mua chẳng về chung đó nó về ta change ok nè chẳng cần sub bọc hay script nó cứ dương ai nâng khơi nó con nào là cục phao cục ý ok nhưng trong cục phao ấy dương ai có script nâng bá hay miền tịch nhé yeah sweep cha là bạn nói gì từ cả sweep chẳng như xạ là bon off nè